បងប្អូនឥឡូវហ្នឹងគឺដល់ម៉ោង reapply sunscreen អញ្ចឹងដូចខ្ញុំបានរៀបរាប់ច្រើនអញ្ចឹងការប្រើប្រាស់ sunscreen មួយថ្ងៃម្ដងគឺវាការពារបងប្អូនអត់បានល្អទេអញ្ចឹងយ៉ាងហោចណាស់ក៏ឲ្យបាន2ដងដែរចន្លោះពី3ម៉ោងទៅ4ម៉ោងហ្នឹងគឺយើងលាបម្ដង sunscreen នេះគឺវាមានអត្ថប្រយោជន៍ច្រើនទី1គឺវាជួយផ្ដល់សំណើមដល់ស្បែកអ្នកដែលគាត់ស្បែកស្ងួតអ្នកដែលគាត់ស្បែកធម្មតាប៉ុន្តែស្បែកមុខគាត់រៀងក្រៀមបងប្អូនប្រើជាមួយនឹង Copper Sunscreen នេះលាបហើយត្រជាក់ស្បែកមុខបានល្អមែនតែម្ដងហើយវាមានការការពារបានល្អណាស់វាបានរហូតដល់50 PA + 3ទៀតអញ្ចឹងបងប្អូនដែលចេញទៅណាម្ដងមានវាមួយគឺការពារស្បែកមុខបងប្អូនបានល្អមែនតែម្ដងអានេះស្រួលបងប្អូនដាក់តាមកប៉ៅដាក់តាមកាបូបហើយបានទាំងស្រីបានទាំងប្រុសណាបងប្អូនណា sunscreen មួយនេះគឺយើងលាបបានទាំងស្រីទាំងបានទាំងប្រុសគឺយើងអត់មានប្រកាន់ស្បែកមុខទេគឺយើងលាបបានស្បែកមុខទាំងស្រីទាំងប្រុសប៉ុន្តែស្បែកមុខដែលប្រើប្រាស់ត្រូវហ្មងគឺស្បែកមុខដែលគាត់ស្បែកស្ងួតហើយនឹងស្បែកគាត់ទូទៅហើយអ្នកមុខមុនគឺខ្ញុំអត់ recommend ទេដោយសារអីអ្នកមុខមុនអានេះយើងលាបអត់ត្រូវណាបងប្អូនណាអញ្ចឹងបងប្អូនបើមុនតិចអត់អីទេយើងលាបបានប៉ុន្តែបើអ្នកមុខមុនខ្លាំងយើងលាបអត់បានទេហើយ sunscreen ហ្នឹងគឺយើងលាបចូលទៅគឺអត់មាន tone up អីខ្លាំងទេអត់មានជាតិ BB ដែលធ្វើឲ្យបងប្អូនឡើងប្រភេទមុនខ្សាច់មុនកាមហ្នឹងទេអញ្ចឹងការប្រើប្រាស់ជាមួយនឹង sunscreen គឺវាងាយទេតែវាមានអត្ថប្រយោជន៍ខ្ពស់ក្នុងការការពារស្បែកបងប្អូនពីកម្ដៅថ្ងៃ UVA និង UVB អញ្ចឹងមានតែប៉ុណ្្នឹងទេបើសិនជាបងប្អូនអត់ទាន់បានប្រើប្រាស់ជាមួយនឹង Copper Sunscreen ទេអាចសាកល្បងប្រើទាំងអស់គ្នាបានអូខេហើយផលិតផលដែលណែនាំចេញទៅពី clinic គឺយើងធានាគុណភាពសុវត្ថិភាពជូនបងប្អូនខ្ពស់តែម្ដងអូខេអរគុណច្រើនបាយបាយ